មានស្ត្រីចំណាស់ម្នាក់រស់នៅតែម្នាក់ឯងក្នុងផ្ទះដ៏សាមញ្ញមួយនៅជនបទផ្ទះរបស់គាត់តូចណាស់ហើយមានសម្ភារៈប្រើប្រាស់តិចតួចគាត់ដេកលើអង្រឹងហើយមានតែរបស់ចាំបាច់សម្រាប់រស់នៅតែប៉ុណ្ណោះរសៀលថ្ងៃមួយអ្នកជិតខាងម្នាក់ឈ្មោះ Brenda ដែលស្គាល់គ្នាជាច្រើនឆ្នាំបានមកលេងហើយសួរថាខ្ញុំអាចស្នាក់នៅទីនេះមួយយប់បានទេស្ត្រីចំណាស់ស្ទាក់ស្ទើរគាត់ដឹងថាផ្ទះតូចពេកមិនសមស្របសម្រាប់មនុស្សពីរនាក់ស្នាក់នៅទេគាត់ព្យាយាមបដូរប្រធានបទដោយសួរថាតើអ្នកចង់ញ៉ាំពោតស្ងោរអត់ប៉ុន្តែ Brenda នៅតែទទូចថាអ្នកមិនទាន់ឆ្លើយសំណួរខ្ញុំទេតើខ្ញុំអាចស្នាក់បានឬមិនបានផ្ទះតូចរបស់អ្នកកក់ក្ដៅណាស់យើងអង្គុយជជែកគ្នាសិនហើយចាំរៀបចំកន្លែងគេងស្ត្រីចំណាស់ចង់បដិសេធប៉ុន្តែគាត់មិនអាចនិយាយថាទេបានទីបំផុតគាត់ឆ្លើយថាបានអ្នកអាចស្នាក់បានប៉ុន្តែក្នុងចិត្តគាត់មានអារម្មណ៍មិនស្រួលឡើយអ្នកទាំងពីរអង្គុយជជែកគ្នាមួយសន្ទុះ Brenda ជាមនុស្សនិយាយច្រើនសើចខ្លាំងនិងជជែកមិនចេះឈប់ចំណែកស្ត្រីចំណាស់វិញញញឹមទាំងបង្ខំខណៈដែលចិត្តពោពេញដោយក្តីបារម្ភដល់ពេលចូលគេងគាត់បានឲ្យ Brenda គេងនៅខាងក្នុងហើយប្រគល់ភួយតែមួយគត់ដែលគាត់មានឲ្យនាងចំណែកខ្លួនឯងគាត់ចេញទៅអង្គុយនៅខាងក្រៅក្នុងភាពត្រជាក់យប់នោះភ្លៀងខ្លាំងខ្យល់បក់ខ្លាំងគាត់ញ័ររងាទៅទឹកជោកនិងឃ្លានពេញមួយយប់ថ្ងៃបន្ទាប់ Brenda ត្រៀមត្រឡប់ទៅផ្ទះមុនចេញដំណើរនាងឃើញពោតមួយផ្លែដែលស្ត្រីចំណាស់ទុកសម្រាប់អាហារថ្ងៃត្រង់នាងសួរថាខ្ញុំអាចញ៉ាំពោតនេះបានទេប៉ុន្តែមុនពេលស្ត្រីចំណាស់ឆ្លើយនាងបានខំញ៉ាំទៅហើយស្ត្រីចំណាស់ព្យាយាមឆ្លើយយ៉ាងខ្សោយថាBrenda សួរទៀតដោយមុខមើងមាត់ថាបានឬមិនបានស្ត្រីចំណាស់ឆ្លើយទាំងសោកសៅថាបាន Brenda ញ៉ាំពោតអស់ទាំងមូលហើយថែមទាំងដកដង្ហើមបញ្ចេញសំឡេងយ៉ាងពេញចិត្តទៀតផងថ្ងៃនោះស្ត្រីចំណាស់គ្មានអ្វីញ៉ាំទាល់តែសោះគាត់ទន់ខ្សោយឈឺខ្លួនព្រោះបានរងាពេញមួយយប់លុះដល់ល្ងាច Brenda និយាយថាអ្នកជួយនាំខ្ញុំទៅផ្ទះបានទេខ្ញុំញ៉ាំច្រើនពេកដើមមិនចង់រួចឡើយស្ត្រីចំណាស់ចង់បដិសេធប៉ុន្តែ Brenda និយាយថាតើអ្នកនឹងទុកខ្ញុំចោលនៅទីនេះមែនទេតើអ្នកចង់បំផ្លាញមិត្តភាពរបស់យើងឬទោះបីខ្លួនឯងខ្សោយខ្លាំងក៏ដោយស្ត្រីចំណាស់នៅតែលើកនាងនឹងជួយនាំទៅផ្ទះគាត់ដើរដោយត្រដាបត្រដួសរហូតដល់អាចនាំ Brenda ទៅដល់ផ្ទះដោយសុវត្ថិភាពពេលត្រឡប់មកវិញគាត់ដួលសន្លប់នៅលើឥដ្ឋគាត់ក្តៅខ្លួនអស់កម្លាំងនិងខ្វះអាហារូបត្ថម្ភបន្ទាប់ពីនោះគាត់មិនអាចត្រកឡើងបានទៀតឡើយពី3ថ្ងៃក្រោយមក Brenda បានរៀបចំពិធីជប់លៀងមួយដែលមានម្ហូបធ្វើពីពោតជាច្រើនមុខនាងអញ្ជើញអ្នកជិតខាងគ្រប់គ្នាលើកលែងតែស្ត្រីចំណាស់ម្នាក់នោះមនុស្សដែលតែងតែនិយាយថាចាស់ជានិច្ចបែរជាត្រូវគេបំភ្លេចចោលអ្នកដែលកំពុងសប្បាយនៅក្នុងពិធីនោះគឺជាមនុស្សដែលមិនធ្លាប់ជួយអ្នកណាសូម្បីតែម្ដងនៅពេលនោះស្ត្រីចំណាស់ក៏បានយល់ការពិតមួយមនុស្សដែលមិនចេះនិយាយពាក្យថាទេមិនត្រូវបានគេមើលឃើញថាជាមនុស្សសប្បុរសឡើយផ្ទុយទៅវិញពួកគេត្រូវបានគេមើលឃើញថាជាមនុស្សដែលងាយឲ្យគេកេងប្រវ័ញ្ចហើយនៅពេលដែលនរណាម្នាក់ត្រូវការមនុស្សបែបនេះពួកគេនឹងនឹកឃើញអ្នកតែពេលចង់ប្រើប្រាស់អ្នកប៉ុណ្ណោះការមានចិត្តសប្បុរសគឺជារឿងល្អប៉ុន្តែការទទួលយកគ្រប់យ៉ាងដោយមិនចេះបដិសេធវាតែងតែមានតម្លៃដែលអ្នកត្រូវបង់ការនិយាយថាទេទាំងដែលអ្នកអាចជួយបានអាចជាភាពអាត្មានិយមប៉ុន្តែការនិយាយថាចាស់ទាំងដែលអ្នកមិនមានលទ្ធភាពឬកំពុងធ្វើឲ្យខ្លួនឯងរងទុក្ខនោះគឺជាការមិនយកចិត្តទុកដាក់ចំពោះខ្លួនឯងការចេះនិយាយថាទេក៏ជាវិធីមួយដែលថែរក្សាខ្លួនឯងដែរវាមិនមែនជាភាពអាត្មានិយមឡើយវាគឺជាការកំណត់ព្រំដែនដ៏ត្រឹមត្រូវមួយសម្រាប់ជីវិតរបស់អ្នកប្រសិនបើអ្នកចូលចិត្តរឿងនេះសូមជួយចែករំលែកទៅកាន់មនុស្សដែលតែងតែនិយាយពាក្យថាបាទឬចាស់ទាំងដែលខ្លួនមិនមានលទ្ធភាពឬកំពុងធ្វើឲ្យខ្លួនឯងរងទុក្ខដោយមិនយកចិត្តទុកដាក់ចំពោះខ្លួនឯង